សំខាន់បំផុតធនធានមនុស្សពិចារណាមើលធនធានមនុស្សដែលមានកម្លាំងណាគឺទៅចាក់ស្រុកសួរថាអភិវឌ្ឍយ៉ាងម៉េចកន្លែងហ្នឹងដែលជាសំណួរដ៏ធំហើយខ្ញុំអត់ខ្លាចនិយាយទេទោះបីជាមានបញ្ហាជាប់គុកជាប់ច្បាប់ក៏បាញ់អីចឹងអត់ខ្លាចទេដោយសារអីគឺវាជាក់ស្ដែងហើយវាជាហានិភ័យរបស់ស្រុកខ្មែរកន្លែងហ្នឹងដែលខ្ញុំគិតថាតើតែយើងរៀបចំគោលនយោបាយកសិកម្មថ្មីបងថ្ងៃនេះកសិកម្មស៊ីឡាហេតុអីបានខ្ញុំថាកសិកម្មស៊ីឡាបើអង្គការក្រៅរដ្ឋាភិបាល47គាត់អនុវត្តប្រព័ន្ធពលវប្បកម្ម System of Right Intensification ជួយឲ្យកែប្រែអាកប្បកិរិយារបស់កសិករបានទៅគាត់ជួយរបាយការណ៍នោះវាឡើងប៉ុន្តែបានប្រហែលជា20,000គ្រួសារទេក្នុងចំណោមជិត2លានគ្រួសារ